ក្មួយប្រុសក្មួយប្រាប់អ៊ំមកមើលតើក្មួយបានដុំមាសនេះពីណាមកចង់រងយើងយកមាសផងកុំសង្ឃឹមឲ្យសោះខ្លួនសថៃឆ្លើយប្រាប់អ៊ំឲ្យត្រង់មកបកពួករបស់ក្មួយមានប្រមាណអ្នកចំណែកក្មួយជាកូនចៅចំនួនទីប្រមាណរបស់ក្រុមចៅស្ទាំងហោះខ្ញុំមិនមែនជាបកពួករបស់ក្រុមចៅស្ទាំងហោះនោះទេបើមិនមែនកូនចៅមិនក៏មានដុំមាសនេះមានតែពួកចៅប្លន់ទេទើបមានខ្ញុំមានដុំមាសតែខ្ញុំមិនមែនជាចៅទេលោកសេដ្ឋីអាកូនចៅក្មេងនេះបើមិនធ្វើទរណកម្មវាទេវាមិនព្រមឆ្លើយការប្រតិទិនក្មួយប្រុសកុំឲ្យឈឺសាច់តន់ក្មួយប្រាប់អ៊ំមកតើក្មួយលាក់ដុំមាសនេះនៅកន្លែងណាទៅហើយអ្នកណាជាមេកាយរបស់ក្មួយខ្ញុំមិនប្រាប់ទេខ្ញុំសុខចិត្តស្លាប់បាទទៅព្រាបបាទកូនចេញយប់ស្មាននេះហើយកូននៅឯណាបែរបារម្ភពីកូនចៃកូនឆាប់ទៅមកវិញមកកូនបែរនឹកកូនបងពីចៃបងប្រុសអត់ខ្ញុំសុំចូលជួបប្តីខ្ញុំមកផ្លែតមកនេះគឺជាប្រាក់បន្តិចបន្តួចសម្រាប់ពួកបងនាងឲ្យប្រាក់ហើយឲ្យនាងចូលទៅនេះបងបិច័យបងយ៉ាងម៉េចហ្នឹងបង